បាទសួស្តីពុកម៉ែបងប្អូននេះជាសកម្មភាពបាទគូលីចម្រើនបាទចម្រើនគុណខ្មែរមិនមានអចេតនាទេពុកម៉ែបងប្អូនបាទតត់ចូលបងកីឡាករហ្វីលីពីនបាទហើយនេះពុកម៉ែបងប្អូនសម្រួល2នាទីហើយនៅតែមិនបាត់ទៀតបាទហើយគណៈវិនិច្ឆ័យចៅក្រមទាំង5រូបក៏បានសម្រេចគូទាំងពីរនេះបាទមិនប្រកាសលទ្ធផលទេពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូននឹងទស្សនាវីដេអូការប្រកួតចាប់ពីទឹក1រហូតដល់ការឈានទៅដល់ការបាទទាត់អចេតនាប្រដាប់ការពារកីឡាករបង្គោលឃីវបាទកីឡាករហ្វីលីពីនហើយពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទសម្រាប់ឈ្នះច្រើនឈ្នះអូស្ត្រាលីឈ្នះតៃម៉ូបាទហើយជំរឿនទៅតែបានដល់ចែករបស់នេះครับអេនរេអានេះครับកែអាយ៉ាអូដល់លេងបាទឈ្នះចម្រើនចាំទៅជួបវិញសម្បត្តិណាអ្នកមួយពុតទៅក្រោមរបស់នេះខាងបាំងលោកតើមកជើងចូលដៃរបស់នេះខាងវិញបាទកីឡាមើលមិនឃើញទេមួយជើងរបស់ចម្រើនមួយជើងរបស់គាត់បញ្ជើរបស់ចម្រើនបញ្ជើបាញ់នេះបាត់ចម្រើនទៅលេងពុយដៃរបស់នេះខាងគាត់ជើរបស់ចម្រើនកាប់ជើងក្រោមដាក់គល់លុបជួយមែនដើម្បីផ្លាច់ការមកទៅអូចូលទៅបានហាក់គាត់អូបាទមានខណាហើយនឹងគ្រូបង្វឹករបស់គាត់កំពុងតែសម្រួលតែមានខាន់គឺគាត់ខាន់ណូហើយបាទជាមួយសិនមើលយ៉ាងណាយ៉ាងណាជាមួយនឹងប្រធានគណៈវិនិច្ឆ័យរបស់យើងไม่ได้លោកគ្រូខ្ញុំឡើងបាននៅខ្ញុំចាំនៅលោកគ្រូគឺប្រធានគណៈវិនិច្ឆ័យហ្នឹងឥឡូវនេះប្រធានគណៈវិនិច្ឆ័យលោកអនុញ្ញាតឲ្យខ្ញុំឡើងនៅសាយមានហើយតែបាត់ដៃគូមកខ្ញុំតោះបាទឥឡូវនេះដោយសារអាលីខាន់បាទប្រកួតមិនបានទៀតទេបាទអត់ស៊ីបន្តាបាទឥឡូវនេះបាញ់បាទអត់អាលីខាន់នេះគាត់ស៊ូពេញល្អតែដោយសារតែគាត់ដោយសារបាញ់គាត់ល្អបាទចឹងទៅគាត់ក៏ស្ដាយដែរគាត់ខ្វាយគ្នាបាទអរគុណបាទអញ្ចឹងឥឡូវនេះប្រកួតទូនទីបាទជូនដល់គណៈកម្មការបច្ចេកទេសដែលជាអ្នកសម្រេចបាទសម្រាប់ការប្រកួតរបស់អ្នកទាំងពីរបាទសូមអរគុណបាទសូមជម្រាបជូនដល់ទស្សនិកជនដែលបានជឿថាដោយសារតែគូនេះគឺការប្រកួតមើលទៅអចេតនារៀងខ្លួនដូច្នេះគណៈកម្មការយើងខ្ញុំសូមមិនប្រកាសលទ្ធផលទេបាទអរគុណបាទអរគុណអញ្
ចឹងជាចុងក្រោយមានន័យថាគណៈកម្មការបច្ចេកទេសប្រដាល់គុណខ្មែរសូមមិនប្រកាសលទ្ធផលទេបាទសម្រាប់បាគូរបស់ប្រកួតនេះបាទគឺផ្សាយត្រឹមតែហ្នឹងហើយអរគុណបាទលោកស្រីនាងកញ្ញាជាទីមេត្រីបាទចឹងឥឡូវនេះយើងមុននឹងចូលទៅដល់ការប្រកួតជាបន្តទៀតតែជាគូដណ្ដើមនៅពានរង្វាន់អបជំនឿទៅប្រាក់6លានរៀលបាទពីកម្មវិធីវឹងសេនាគុណខ្មែរជាប់ប្រតិទិនដែលមកជួបដោយភាពចាប់ពីខាងលើបាទខ្ញុំបាទពីអ្នកសូមអនុញ្ញាតសម្រាប់បន្តិចសិន